គ្រប់អង្គសភាទាំងមូលដោយវាគ្មានខាងដើមរួមទាំងដំណើររដ្ឋាភិបាលបានបញ្យល់អំពីអត្ថប្រយោជន៍ក៏មានសារៈសំខាន់នៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាននេះរួចហើយយើងក៏បង្ហាញនៅមោទនភាពដែលយើងមានពេលវេលាគ្រប់គ្រាន់ឬក៏មានពេលវេលាយូរជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ដើម្បីរៀបចំខ្លួនទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះនៅក្នុងការឡើងធ្វើអន្តរាគមន៍របស់ខ្ញុំនៅពេលនេះគឺគ្រាន់តែចង់លើកយកនៅគោលការណ៍និងកាតព្វកិច្ចមួយចំនួនដើម្បីជាយោបល់ក្នុងការចូលរួមអនុវត្តទៅលើវិធានការផ្សេងក្នុងការធ្វើឲ្យមានជាផលប្រយោជន៍និងផ្លែផ្កាចេញអំពីកិច្ចព្រមព្រៀងនេះនៅក្នុងបទអន្តរាគមន៍របស់អាយដាមសំរងស៊ីលោកចាប់អារម្មណ៍ទៅលើវិស័យកសិកម្មដោយសារតែវិស័យនេះជាវិស័យធំណាស់នៅក្នុងប្រទេសកម្ពុជាយើងពាក់ព័ន្ធទៅដល់ប្រជាពលរដ្ឋជាង 80% ប៉ុន្តែយើងត្រូវមើលជាទូទៅផងទៅលើអ្វីដែលជាកត្តាអាចនឹងជំរុញឲ្យវិស័យកសិកម្មคล้ายទៅជាការជួយជំរុញដល់ការផលិតនៅវិស័យកែច្នៃផលិតផលកសិកម្មថែមទៀតថ្ងៃនេះយើងឃើញអាយដាមគង់បលមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប៉ុន្តែជាការចាំបាច់មួយដែរដែលថាគួរតែមានក្រសួងផ្សេងទៀតចូលរួមព្រោះការវិវត្តនិងការអនុវត្តទៅលើផែនការជំរុញជាផលប្រយោជន៍ដើម្បីទាញយកការប្រកួតប្រជែងរបស់យើងក្នុងចំណោមប្រទេសអាស៊ាននេះចាំបាច់ការចូលរួមយ៉ាងសកម្មពីក្រសួងយ៉ាងតិច3ទៀតគឺក្រសួងឧស្សាហកម្មក្រសួងពាណិជ្ជកម្មហើយនិងក្រសួងកសិកម្មផងដែរក្រសួងទាំងអស់នេះចាំបាច់ណាស់ត្រូវធ្វើការយ៉ាងជិតស្និទ្ធក្នុងការជួយជំរុញទៅដល់ការងារនេះនៅក្នុងការបើកចំហទ្វារនិយាយភាសាសាមញ្ញថាមិនយកពន្ធនេះនៅក្នុងអាស៊ានចាស់ដែលមាន6ប្រទេសគេកំណត់នៅឆ្នាំក្រោយនេះជាផលប្រយោជន៍មួយដែលយើងជាប្រទេសអាចនឹងផលិតផលណាដែលយើងអាចធ្វើបានមុនគេដោយវិស័យកសិកម្មនេះរុញទៅក្នុងប្រទេសអាស៊ានចាស់ទាំង6នោះប្រទេសវៀតណាមដូចជាវិស័យកសិកម្មឬផលិតផលមិនទាន់កែច្នៃគឺ2013ហើយ2013ក៏មិនយូរប្រមាណដែរដូច្នេះបានតែក្នុងន័យដោយបានជំរាបនេះតើក្រសួងណាដែលយើងត្រូវពង្រឹងក្នុងការជួយជំរុញនេះយើងអាចចាប់ផ្ដើមពីក្រសួងកសិកម្មក្រសួងកសិកម្មបើយើងពិនិត្យទៅឃើញមានថវិកាជាតិដែលយើងជាអ្នកតំណាងរាស្ត្របានអនុម័តគឺមិនទាន់គ្រប់គ្រាន់ទេមួយភាគធំ 80% នៃថវិកាផ្ដល់ឲ្យក្រសួងកសិកម្មនេះច្រើនតែប្រើប្រាស់នៅថ្នាក់កណ្ដាលនៅទីក្រុងភ្នំពេញទេហើយប្រហែលជា 20% ដែលទម្លាក់ទៅតាមមន្ទីរតាមខេត្តធ្វើឲ្យមន្ទីរយើងមិនសូវមានសកម្មភាពគ្រប់គ្រាន់ទេមន្ត្រីកសិកម្មនៅមូលដ្ឋាននោះគឺធ្លាប់បានទទួលពីអង្គការមិនមែនរដ្ឋាភិបាលខ្លះប្រាក់កម្រៃបន្ថែមដើម្បីគាត់មានលទ្ធភាពចោះជួយណែនាំបច្ចេកទេសណែនាំបញ្យល់អំពីការជួញដូរនិងគំនិតផ្សេងហ្នឹងគឺថាមានកម្រិតណាដូច្នេះយើងត្រូវពង្រីកការចោះទៅមូលដ្ឋានតាមភូមិដើម្បីជួយណែនាំពលរដ្ឋកសិករយើងធ្វើម៉េចឲ្យការផលិតរបស់គាត់បានកើនឡើងអានេះជាកត្តាមួយគ្រាន់តែជាឧទាហរណ៍នៃក្រសួងកសិកម្មហើយផ្នែកកសិកម្មនេះទៀតយើងឃើញមានសមិទ្ធផលផ្នែកជាទំនប់និងបន្លាយច្រើនតែមានកម្រងធំណាស់ហើយកម្រងខ្លះហ្នឹងគឺធ្វើឲ្យទៅទឹកហូរចោលអត់ឃើញមានបានប្រើប្រាស់ទេចំណាយប្រាក់ច្រើនមែនទែនគួរតែក្រសួងធនធានទឹកនេះពិនិត្យពិចារណាទៅលើសមិទ្ធផលថ្នាក់កណ្ដាលឬថ្នាក់តូចតាមមូលដ្ឋានចាំបាច់នៅទីណាមួយដែលកសិករឃើញមានសហគមន៍ដែលគេបង្កើតឡើងហើយមានការចាំបាច់ចង់បានទំនប់ក្នុងខ្នាតតូចល្មមដែលអាចយើងធ្វើបែបហ្នឹងនឹងទាញយកផលប្រយោជន៍បានភ្លាមនេះជាការដែលយើងបានទទួលព័ត៌មានថាជាកាតព្វកិច្ចមួយត្រូវឲ្យមានការចូលរួមវិស័យដទៃទៀតដូចវិស័យឧស្សាហកម្មត្រូវតែពិនិត្យជួយលើកទឹកចិត្តនេះជាការទទូចហើយទទូចទៀតការលើកទឹកចិត្តដល់សិប្បកម្មថ្នាក់តូចក្នុងការផលិតកែច្នៃផលិតផលកសិកម្មរបស់យើង
យើងឃើញមានការលំបាកណាស់សប្តាហ៍គួរតែទីស្តីការគណៈរដ្ឋមន្ត្រីឬក៏ក្រសួងពាក់ព័ន្ធខ្លះហ្នឹងគួរតែផ្ដល់លទ្ធភាពឲ្យពលរដ្ឋបញ្ចេញមតិខ្លះថ្ងៃមុនខ្ញុំបានលើកជាមួយអាយដាមទៀតជនលោកថាឲ្យយកផ្ោះតាងមកបង្កើតកូនសិប្បកម្មអីតិចតួចគឺនាំគ្នាទៅទាលុយគាត់ទៅរំខានគាត់ក៏ឈប់ធ្វើនៅប្រទេសជាច្រើនគេលើកទឹកចិត្តណាឧទាហរណ៍ការផលិតក្នុងស្រុកដូចជាទឹកត្រីទឹកអីចឹងគេជួយមិនផលិតឲ្យមានការកែច្នៃឲ្យល្អឲ្យមានការប្រណាំងប្រជែងហើយយើងងើបអត់រួចទេដោយសារតែកម្រៃក្រៅផ្លូវការទាំងនេះគួរតែមានជាគណៈកម្មការអីផ្ដល់ឲ្យពលរដ្ឋអាចតវ៉ាអាចវែងមុខជន់ដែលចេះតែទៅរំខានគាត់ធ្វើម៉េចឲ្យក្រសួងឧស្សាហកម្មរ៉ែតាមជួយលើកទឹកចិត្តបើគាត់មិនបានជាផលិតយ៉ាងណាគឺផ្ដល់គំនិតផ្ដល់ធនធានខ្លះដើម្បីគាត់ផលិតកែច្នៃផលិតផលកសិកម្មយើងឲ្យទៅជាផលិតផលដែលមានតម្លៃបម្រើទីផ្សារក្នុងស្រុកនេះជាកត្តាមួយដែលចាំបាច់មួយទៀតគឺក្រសួងពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មកន្លងទៅមានសកម្មភាពខ្លះប៉ុន្តែគួរតែមានការពង្រីកទៅតាមស្ថានទូតរបស់យើងសំខាន់ដើម្បីឲ្យធ្វើការតាក់ទាញស្រាវជ្រាវរៀបរាប់ទីផ្សារនៅបរទេសដែលអាចនឹងលក់ផលិតផលកសិកម្មយើងណាដែលមានគុណភាពល្អដែលមិនមានការប្រើជីគីមីអ្វីដែលអាចនឹងធ្វើបានត្រូវឲ្យមានសកម្មភាពត្រូវជាដាក់ទិសដៅឲ្យគេខិតខំស្ថានទូតដែលយើងចំណាយលុយច្រើនត្រូវឲ្យខិតខំមានស្ថានទូតខ្លះគាត់បានខិតខំយ៉ាងច្រើនរួចទៅហើយក៏ប៉ុន្តែត្រូវលើកទឹកចិត្តឲ្យមានការពិនិត្យទៅលើការខិតខំថែមទៀត